ក្រុមការងារទាំងអស់ឲ្យសាងនៅសេចក្តីល្អពេញបុណ្យពេញទានណាហើយជាប្រពៃណីខ្មែរយើងមែនទែនទៅគឺឲ្យតែរដូវកាលចូលឆ្នាំហ្នឹងគឺថាយើងតែងតែប្រារព្ធពិធីបែបពុទ្ធសាសនាជាប្រពៃណីយើងមាននិមន្តព្រះសង្ឃទៅតាមផ្ទះសម្បែងចម្រើនព្រះបរិត្តសិរីសួស្តីមង្គលប៉ុន្តែថ្ងៃនេះមិនបាក់ទៅផ្ទះទេគឺថាមកជុំគ្នាមកជុំគ្នាសូត្រជុំគ្នាទៅយើង50នាក់អាច50ផ្ទះតែម្ដងហើយមកទៅតាមផ្ទះវា50ផ្ទះច្រើនដែរអញ្ចឹងយើងធ្វើបន់រួមគ្នាណារួមគ្នាអញ្ចឹងទៅជាតិណាជាតិនេះរួមគ្នាទៀតមិនបាច់ជាតិណាជាតិនេះទេបច្ចុប្បន្ននេះយើងសាងល្អរួមគ្នាបាននៅសុភមង្គលសិរីសួស្តីពិធីរបស់យើងក្នុងវេលាឱកាសគ្រានេះដំបូងគឺយើងនឹងបានស្ដាប់ឱវាទពីព្រះសង្ឃលមមសំគូបន្ទាប់មកមានកិច្ចសមាធិខ្លីធ្លាប់ធ្វើសមាធិអីទេចាំធ្លាប់ទៀតធ្លាប់អីណាឃើញណាធ្វើនៅក្រុមហ៊ុនហ្មងបាត់ដំបងចាពីណាដឹកនាំដៃតាមានថ្នាក់រៀនជាមួយលោកគ្រូឈុននេះគ្រូឈុននេះហ្នឹងល្អចឹងហ្នឹងហើយអូល្អមែនទេណាសិស្សគ្រូសមាធិនេះល្អម្ល៉េះហើយក្មេងផងយុវជនហើយចេះសមាធិអីល្អបីភាសាមែនទេហើយតើពីសមាធិហើយយើងនឹងមានពិធីប្រគេនទេយធម៌ដល់ព្រះសង្ឃណាចឹងយើងអាចចូលរួមកម្មវិធីហ្នឹងប្រហែលត្រឹមម៉ោង10ហើយមុនម៉ោង10ឥឡូវម៉ោងម៉ែននេះណាអញ្ចឹងមិនឲ្យលើសម៉ោង10ទេឬក៏ឆាប់ជាងហ្នឹងចឹងអ្នកញោមអស់នេះសិតអ្នកបាត់ដំបងឯងឬក៏មកពីណាពីណីអីលេងគ្នាអូលេងគ្នាអូច្រើនណាស់ក្រុមការងារណាហ្នឹងហើយឥឡូវសូត្រធម៌ម៉ាត់ទៅចេះសូត្រធម៌ខ្ញុំសូមមាសកាបើមិនសូត្រលោកអ្នកសូត្រតាខ្ញុំសូមនមាសកាលើកហាត់ថាអនសេរស័យបងគុំបលលោត្រៃលោកាសំបុនកងកសលហើយបានដល់យើងខ្ញុំណាពេញពួស្មាធិរិយធំទូលាយសូមឲ្យកំចាត់បងហាប្រមងកលទាំងឡាយឲ្យជាចិញ្ចាឆ្ងាយក្តីអន្តរាយកំបីដោយកំឡាំងអានភិបញ្ញលាជាប្រធានកំបញ្ញរាសីមានសម្បានសានក៏មានមួដោយគុណសកានៃរណាប្រសាពុសូមហានៃសងនោះដាក់ដល់ឋានពីនងអនុមោទនីអនុមោទនីគេថាម៉េចទៅណាអនុមោទនីដល់ពេលថាប្រសងថាអនុមោទនីអញ្ចឹងណាយើងថាម៉េចសាណាសាធុចាញោមខ្លះដែលអាត្មាចូលរួមវិធីគាត់ច្រឡំអនុមោទនីតែដៃប្រាអាត្មាដែលអបអរសាទរនោះហ្នឹងហើយអញ្ចឹងអនុមោទនីហ្នឹងគឺសាធុបានលឺអញ្ចឹងទៅក្នុងគណៈនេះអាត្មាភាពសូមចម្រើនពរតកតងទៅនឹងគោលដៅនៃជីវិតរបស់យើងគ្រប់គ្នាយើងដឹងទេថាតើជីវិតនៃការរស់នៅរបស់យើងនឹងដើម្បីអីអស់នេះដែលប្រឹងរាល់ថ្ងៃធ្វើកិច្ចការងារសពគ្រប់បែបប្រការហ្នឹងហើយទៅតាមជំនាញវិជ្ជាជីវៈអីប្រឹងរាល់ថ្ងៃគ្រប់គ្នានឹងដើម្បីអីមែនទេដើម្បីអីតាមពិតតែមួយម៉ាត់ទេគឺដើម្បីសេចក្តីសុខនឹងឯងណាដើម្បីបាននៅសេចក្តីសុខក្នុងជីវិតនឹងអត់មានពីណាចង់ជួបទុកទេមិនអញ្ចឹងណាហ្នឹងហើយចង់បាននៅសេចក្តីសុខនឹងគ្រប់តែគ្នាទោះស្ថិតនៅក្នុងកលៈទេសៈបែបណាក្តីជីវភាពបែបណាក្តីក៏ចង់បានសេចក្តីសុខដែរប៉ុន្តែសេចក្តីសុខនេះមនុស្សយើងដោយច្រើនគឺមានការយល់ទៅលើតែរឿងផ្នែកសម្ភារៈនិយមចង់និយាយថាវាទាល់តែមានទ្រព្យសម្បត្តិហូរហៀណានៃអីចឹងទៅបានសុខហ្នឹងហើយមែនទេទៅទ្រព្យសម្បត្តិអីយ៉ាងណាវាជាកត្តាមួយទេក្នុងចំណោមកត្តាជាច្រើនដែលធ្វើឲ្យជីវិតរបស់យើងបានសុខនោះណាហ្នឹងហើយអញ្ចឹងយើងមិនមែនពឹងតែទៅលើទ្រព្យសម្បត្តិតែម្យ៉ាងទេ
មែនទែនទៅព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងរឿងសេចក្តីសុខនេះមាន4ប្រការទី1គឺសុខព្រោះមានទ្រព្យណាបើយើងអត់ទ្រព្យក៏ទុកដែរគ្រប់គ្នាណាហើយរឿងទ្រព្យនេះមិនមែនថាតលតែមាសតលប្រាក់លក់ពេជ្រលក់អីដូចយើងចឹងពាក្យថាទ្រព្យនេះអ្វីដែលយើងប្រើប្រាស់នេះសម្លៀកបំពាក់ស្អីបាច់ទឹកនៅចំណីអ្វីដែលយើងមានជាទ្រព្យណាជាទ្រព្យហ្នឹងតលតែយើងមានចឹងឧទាហរណ៍យើងអត់មានសម្លៀកបំពាក់អីអត់មានបោះប្រើប្រាស់វាអត់មានស្អីសុខអីអញ្ចឹងគឺថាទី1គឺមានទ្រព្យទី2មានទ្រព្យហើយគឺត្រូវចេះចាយទ្រព្យផងចេះចាយទ្រព្យគេហៅថាភោគៈសុខព្រោះមនុស្សខ្លះមានទ្រព្យអត់ចេះចាយទ្រព្យទេណាហ្នឹងហើយដល់អត់ចេះចាយគឺនាំមកនៅសេចក្តីទុកទោសអីដល់ជីវិតរបស់ខ្លួនឯងវិញអ្នកខ្លះមានទ្រព្យទៅលេងលបែងលេងអីទៅមិនកាមទាន់មានទ្រព្យរស់នៅជាគ្រួសារសុខសប្បាយទៅដល់ពេលមានទ្រព្យឆ្លោះគ្នាទៅម្ដងហ្នឹងហើយកូនចៅអីខ្លះហ្នឹងឆ្លោះគ្នាតែរឿងកេរមរតកអីរបស់ពុកម្ដាយហ្នឹងអញ្ចឹងសំខាន់ចេះចាយទ្រព្យសម្បត្តិដែលយើងរកបានមកនឹងទី2ទី3សុខព្រោះមិនជំពាក់បំណុលគេហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គម្ដែងអញ្ចឹងហើយយើងអស់គ្នាជំពាក់អីរងថ្ងៃមានជំពាក់ខ្លះទេជំពាក់ហ្នឹងហើយដល់ពេលជំពាក់ខ្វល់ប៉ុន្តែក្នុងសម័យទំនើបនេះរឿងជំពាក់វាមួយយ៉ាងគឺថាវារឿងពិតគឺអ្នកដែលជំពាក់តើមាន credit ខ្ពស់ហ្នឹងហើយយើងទៅ loan នៃគេពីធនាគារពីអីវាយើងអត់មាន credit គ្រប់ឲ្យគេមិនឲ្យខ្ចីដែរហ្នឹងហើយអញ្ចឹងយើងដូចក្រាន់បើទេណាដល់ពេលក្រាន់បើចុះក្រាន់បើឡើងវ៉ាន់កដល់វ៉ាន់កទីបំផុតបងប្អូនយើងខ្លះគាត់នេះនិយាយទូទៅទេហើយឃើញបរិបទសង្គមខ្មែរយើងរឿងជំពាក់បំណុលនេះសឹងទៅគ្រប់គ្នាហើយគាត់អត់ស្គាល់ប្រមាណនៃសមត្ថភាពរបស់ខ្លួនឯងចង់លក្ខណៈសប្បាយហឺហាបង្អួតសម្ញែងអីផងនឹងឃើញគេធ្វើផ្ទះបានធំចង់បានផ្ទះដូចគេឃើញគេឡានទំនើបចង់បានឡានទំនើបដូចគេម៉ូតូស៊េរីថ្មីដូចគេទៅខ្ចីបុលដល់ពេលខ្ចីបុលធម្មតាបើយើងដឹងកិច្ចការងារ business យើងទៅ loan គេទៅខ្ចីគេគឺដើម្បីអីឲ្យ business វាកាន់តែដើរប៉ុន្តែគាត់មិនចូលលក្ខណៈ business គឺគាត់ទៅដើម្បីបានរបស់មកប្រើប្រាស់ដល់ពេលរបស់មកប្រើប្រាស់ដូចទិញម៉ូតូអីទំនើបណាឡានអីវាអីក៏ទិញមកយកទុកថែមណាថែមនៃខូចអីសាំងអីទៅអញ្ចឹងគឺស្ថិតនៅក្នុងអ្វីដែលយើងត្រូវពិចារណាហើយបើអ្នកអត់ជំពាក់បំណុលគេហ្នឹងគឺជាសុខមែនទេណាអញ្ចឹងបើព្យាយាមបានកុំជំពាក់អ្នកខ្លះជំពាក់លោកទៀតហើយពេលទៅសួរលោកជំពាក់គេដែរហ្នឹងលោកជំពាក់គេថ្លៃសំដងថ្លៃនេះថ្លៃនោះស្នាត់មានជំពាក់ក្រុមហ៊ុនលក់ពេជ្រលក់មាសទេណាលោកនឹងយកទៅអីទេមាសពេជ្រណាហើយសុខទី4គឺសុខដោយមានការងារសុចរិតណាការងារសុចរិតការងារដែលអត់ទៅលួចទៅឆក់ប្លន់អ្នកដទៃអីទេណាការងារធ្វើតាមសមាអាជីវោដូចយើងរកស៊ីទទួលទានទៅតាមលក្ខខណ្ឌច្បាប់ប្រទេសអីអញ្ចឹងទៅយើងអត់មានកឹបកេងប្រវាញ់ណាណីអីទេគឺថាក្នុងចិត្តយើងវាសនុកសប្បាយអត់ទៅភ័យថាអូច្បាប់គេមកធ្វើការងារអីអូឌីតអីណានៃខុស4តម្រាច្បាប់អីទេណាឬក៏ថាខ្លាចប៉ូលីសខ្លាចណាគេមកចាប់អីយើងទេដោយសារអីយើងធ្វើការងារសុចរិតអញ្ចឹងទៅវាសេចក្តីសុខនឹងក្រៃលែងណាហ្នឹងរឿងសេចក្តីសុខសម្រាប់ជីវិតយើងទាំងអស់គ្នាហើយមួយទៀតសេចក្តីសុខសេរីសួស្តីមែនទែនដូចជារឿងឆ្នាំថ្មីប្រពៃណីជាតិរបស់យើងដែលខិតជិតមកដល់ហើយនៅប្រហែលថ្ងៃទៀតអស់នេះដឹងទេថ្ងៃទីប៉ុន្មានទេទី5ហើយណាទី5ហើយអញ្ចឹងនៅសល់10ថ្ងៃទៀតហើយថ្ងៃនេះថ្ងៃសិលផងណាអស់នេះយើងថ្ងៃនេះល្អមែនទេថ្ងៃនេះថ្ងៃសិលថ្ងៃសិល8កើតខែចែកហ្នឹងហើយយើងពេលចូលឆ្នាំយើងនិយាយតែរឿងពាក្យល្អសេរីសួស្តីណាតែយើងជួបគ្នា Happy New Year អញ្ចឹងតែសួស្តីឆ្នាំថ្មីហើយបានសួស្តីឆ្នាំថ្មីអស់នេះនោះតោះនេះចាំដល់យ៉ាងសួស្តីអញ្ចឹងពាក្យសួស្តីសេរីសុខចម្រើនយើងតែនិយាយថាឆ្នាំថ្មីនេះមែនទែនទៅយើងអស់គ្នាមិនមែនចង់បានសុខចង់បានសេរីសួស្តីតែពេលរយៈពេល3ថ្ងៃទេមិនអញ្ចឹងណាចង់បានសេរីសួស្តីសុខចម្រើនរាល់ថ្ងៃអត់នេះចង់រាល់ថ្ងៃណាហ្នឹងហើយចង់រាល់ថ្ងៃមានពីណាចង់ឈឺក្បាលវិលមុខកាត់ទុកអីក្នុងអូរ៉ាតាន់តឹងឈឺផ្សាបេះដូងលហែរយាទេគឺថាចង់បានសុខគ្រប់តែគ្នាអញ្ចឹងរឿងសេចក្តីសុខនេះយើងតែប្រាថ្នាចង់បានហើយជាគោលការណ៍
ក្នុងន័យថាបញ្ចូលឆ្នាំនេះយើងនិយាយសេរីសួស្តីអីហ្នឹងហើយរឿងដែលសំខាន់មែនទែនទៅគឺតកតងទៅនឹងកិច្ចការបដិបត្តិក្នុងជីវិតប្រចាំថ្ងៃរបស់យើងណាហើយដូចរឿងដែលយើងនិយាយពីរឿងថាសេរី3ប្រការអស់នេះសេរី3ប្រការមានចេះចាំហើយណាចេះចាំដឹងហើយហ្នឹងគឺជាហេតុនៃសេចក្តីសុខហើយជាមន្តស្នេហ៍ជាគេហៅថាដែកស្រូបណាដែកស្រូបដែលអាចតេទៀងធ្វើឲ្យការងាររបស់យើងបានរីកចម្រើនសេរីសួស្តីពាក្យសេរីសួស្តីហ្នឹងគឺបានន័យថាធ្វើឲ្យយើងនឹងមានការរីកចម្រើននឹងឯងមានសុភមង្គលនឹងឯងក្នុងជីវិតក្តីក្នុងកិច្ចការងារអីទូទៅក្តីអញ្ចឹងពេលខ្លះយើងទៅរកសេរីបន់ទេវតាបន់ព្រះសម្ពះទេវតាណាណីតាមពិតគឺអត់ទេសេរីសួស្តីពីខាងក្រៅក៏ពីខាងក្រៅទេវតាឲ្យពួកឲ្យជ័យយ៉ាងណាយ៉ាងណីអានឹងរឿងក្រោយទេมันក៏អីដូចថាយើងខ្លួនយើងនេះពឹងពោអ្នកដតីវាតលគេជួយយើងបានតលយើងនោះវាគ្រាន់បើដែលយើងជួយខ្លួនឯងសិនដែរហើយបើយើងខ្លួនឯងអត់មានទាំងស្អីផងឲ្យអ្នកដតីជួយមិនកើតហ្នឹងហើយគេមិនទាំងចង់ក្បែរយើងនឹងផងអញ្ចឹងរឿងដែលសំខាន់ក្នុងពុទ្ធសាសនាយើងគឺសាងល្អឲ្យខ្លួនឯងនឹងឯងណាហើយសេចក្តីសុខនឹងបាច់ទៅរកនៅណានៅណីឯមែនទែនទៅនៅនឹងចុងច្រមុះយើងនឹងឯងណាចុងច្រមុះពេលខ្លះយើងមើលអត់ឃើញណាតែរកអីតែរកកញ្ចក់យកកញ្ចក់ឲ្យឆ្លោះឲ្យឃើញមុខឃើញច្រមុះណាប៉ុន្តែអាមុខយើងច្រមុះយើងនៅមុខយើងនឹងឯងហើយមិនទៅដាច់ឆ្ងាយទេយើងសូវមើលមិនឃើញអញ្ចឹងរឿងសេរីសួស្តីក្នុងឆ្នាំថ្មីនេះយើងនិយាយថាសេរី3ប្រការណាសេរីពេលព្រឹកនៅត្រង់ណាអស់នេះនៅនឹងមុខហ្នឹងហើយសេរីពេលថ្ងៃនៅណាទ្រុងនៅដើមទ្រុងហើយសេរីពេលល្ងាចនៅត្រង់ណាជើងហ្នឹងហើយអញ្ចឹងព្រឹកថ្ងៃល្ងាចឃើញមួយថ្ងៃពេញបបទេថ្ងៃពេញបបហ្នឹងគឺថាសេរីព្រឹកក៏មានសេរីថ្ងៃក៏មានសេរីល្ងាចក៏មានសេរីមិនសេរីតែពេលព្រឹកហើយមិនមែនសេរីតែពេលយប់អីទេគឺថាមក whole day ពេញមួយថ្ងៃនឹងឯងមិនខុសអីដែលយើងនិយាយរឿងទេវតាមានកូនរបស់ទេវតាមានប្រមាណអង្គ7អង្គអញ្ចឹងបានបដូរវេនរាល់ថ្ងៃទៅតាមថ្ងៃដែលចុះមកមើលមនុស្សលោកអីអញ្ចឹងទេវតាឆ្នាំនេះឆ្នាំអីឈ្មោះអីមិនដឹងអ្នកភ្លេចបានមើលចាំអីណាត់តាមមិនដឹងអត់ដឹងហើយមិនសួរទេវតាឈ្មោះអីមានតាមប្រកដីនេះមហាសង្ក្រាន្តមិនស្មានខ្ញុំចាប់អារម្មណ៍ភ្លេចហ្នឹងហើយបានតែចង់និយាយថាមែនទែនទៅគឺទេវតាបុត្រីរបស់ក្បិលមហាព្រហ្មមាន7ហ្នឹងគឺដៅដល់ថ្ងៃទាំង7ណាថ្ងៃទាំង7ថ្ងៃនឹងច័ន្ទរហូតដល់ថ្ងៃអាទិត្យហ្នឹងណា7ថ្ងៃហើយទេវតាគឺតំណាងឲ្យពាក្យថាទេវតាគឺជាស្ត្រីអត់មានទេវតាប្រុសទេណាអស់នេះទេវតាស្រីទេវបុត្រអត់ប្រុសទេវតាស្រីឯណាហើយកូនរបស់ក្បិលមហាព្រហ្មស្រីទៀតអញ្ចឹងស្រីហ្នឹងគឺតំណាងឲ្យព្រោះពាក្យថាស្រីពាក្យដើមរបស់ពាក្យស្រីហ្នឹងគឺមកពាក្យសេរីនេះយើងស្រីហ្នឹងគឺតាមពិតមានសេរីទាំងអស់នេះណាព្រោះពាក្យដើមគឺពាក្យសេរីឯងសេរីសួស្តីពាក្យបាលីដល់សំស្ក្រឹតទៅជាស្ត្រីហ្នឹងហើយអញ្ចឹងខ្លួនឯងស្ត្រីត្រូវត្រួតត្រងនៅសេរីណាត្រួតត្រងសេរីប៉ុន្តែខ្លះត្រួតត្រងអត់បានណាត្រួតត្រងពេលសេរីវាទៅគាត់វិញត្រួតត្រងអត់បានគាត់ក៏វិញចោលដល់គាត់ក៏វិញចោលអត់មានសេរីអញ្ចឹងសេរីហ្នឹងសំខាន់ដល់លើយើងទាំងអស់គ្នាទាំងប្រុសទាំងស្រីនឹងឯងអញ្ចឹងពេលព្រឹកដែលថាសេរីនៅត្រង់មុខសំដៅដល់អីដល់នៅមុខគឺនៅមុខនឹងឯងនៅមុខសំដៅមកផ្ទៃមុខនឹងផងហើយជាភាសាគឺវាចារបស់យើងណាមកមុខនេះសំខាន់ទាំងអស់នឹងឯងប៉ុន្តែសំខាន់ជាងនឹងទៅទៀតគឺសម្ដីរបស់យើងណាហ្នឹងហើយគឺធ្វើម៉េចឲ្យវាមានសេរីធ្វើម៉េចឲ្យមានសេរីណាអូមុខនេះសំខាន់ណាស់មុខរាល់ថ្ងៃគេពូកែមានសេរីណាពេលមិនស្អាតគេទៅអីតែទៅចាក់ទៅកែទៅកុនបាទអាត្មាអត់ស្រឡាញ់និយាយខ្លាចប៉ះវល់ចង់និយាយថាពេលខ្លះនៅយើងដូចស្គាល់ពីដំបងដូចខ្ជូតដល់ពេលស្គាល់គេកាត់ចុកកាត់ឡើងទៅលិចចង់ស្តៀងមិនតាណាទេដូចខកប្រក់ក្តីមិនទេហ្នឹងអញ្ចឹងបាទអាត្មាមើលទៅ natural អីចឹងទៅស្អាតពីធម្មជាតិកែកុនផាត់លាបម្សៅក្រែបថែមអីតិចទៅល្មមអីស្អាតហើយហ្នឹងហើយរឿងស្អាតអភិរិនដែលស្អាតមើលឃើញស្អាតហ្នឹងក៏ប្រពៃហើយប៉ុន្តែអារឿងដែលស្អាតជាងហ្នឹងទៅទៀតគឺអាស្នាមញញឹមយើងណាដែលយើងអ្នកលក់អ្នកអីហ្នឹង
thật đẹp một cái lỗi nó bestseller miền cam thì bị chăm năm ấy đấy miền lực thực chất nhận được lỗi bàn đấy nè là ngày trong tam tết miền số bài trao nó đầm bầy lỗi chạy ấy nè lại cái nào rì rẽ tẹt nhâm ấy nè là nó chỉ mòn snai cay lên nó lơ mốc bỏ dơ nương ai nương sợi nó tròn mốc nương ai chỉ mòn snai đại dương rồi rì rẽ tẹt nhâm mà thưa mốc cái nhau đôi kia vô trong tờ bánh trâu nó là nâng đằng rìa xây vào ruột trâu bạch đó nè nâng ngày trong bàn về bực láng dương miền tiệm good morning nè rồi xua đây kia dây rồi kia chẳng tới dương ở đây đi nè tây trung bên ở đây đi ảnh nó sợi về mò cái bài dương ngay là ngày hay khăn chừng nó tiếp thứ đây sầm đau vi chào bỏ dương nâng ai nội dương đã trâu râu kia sầm bài chặt nâng kia đây sầm đây nè hay pe class sầm đây à cái bông là sầm bài chung chung nên là nam mòn nhưng mà mặt ấy từ chân tích bàn giả cả nó giờ mày tới áp bùa bà rồi để làm một đó bằng áp khné mòn khơi khné riêng miệt riêng mòm tính hại gồm chùm bọ cái lô khla một cái khné riêng sẽ áp thì chứ em prom thêm sao về so cho đừng tích để làm dễ bên dễ cái đồng chân màu thì chẳng khné nó có vẻ yên về ăn đấy nó ra ngay bully khné khăng này bully khné ăn cái ram khné thì về khác những cái thằng lên sao ở ban trả lên sợi nó cái nó phải chư sáng nó chết đến ai trong ngày tập trèo với nhá hay nội dung bậc kia sao tích trong đọc tiếp 10 cái chọi vậy 10 cái chọi đang ở cho cái chọi ấy mà nói dưỡng về rừng xa rừng ấy na cô tự lực tự chặt nghe đâu còn nói dưỡng về trong ban là cái chê cái khăn cái bằng áp bully cái này ấy thế cho rừng sầm đây sầm đào nó sầm khăn đó nè rừng rồi nơi đời sọc san là sao mà cái này là miền sẽ đây sọc sầm đào cái nông cầm hôn cái đây cái nông hạ cùng ta sầm bay cua xa ấy chẳng này chẳng đấy cứ ngọc rót nâng bịa sầm đây sầm đào bao giờ nâng ai chẳng dừng chặt tao ở bàn thời chỉ phải giao chứ giao thà diplomatic word nó cứ bàn này thà bịa cả tút ở trên sầm đây cả tút à bịa sầm đây cả tút cứ dừng gì tao đau đợi u to dừng trong ta đã lên rồi nè chẳng á việc khác dừng ở trong gì thắng bóng à ôn trong tàu linh cô ấy dừng về trong việc khác về trong việc dừng về thắng ngày tịch đấy mà bạn đờ lên làm hé rồi lo bóng dừng bắt bịa ấy tàu sân chẳng á ba bạn dưỡng đời thư ca chứ quá đờ lên class tới lo đấy bóng thì do chật ôn đờ lên khả năng ôn lánh toàn ta lưu ôn lánh nó ngọt rồi muốn phải trong tông cô rồi cái thao ôn lánh tàu bắn đón của bạn này tao này các bạn nó về trắng á về giờ về là nó học cà tu trong đây cà tu đó là ở miền cốc bãi giang biệt bây giờ dừng rồi nơi chung này ấy nâng về là dừng sông lùi ấy dừng về sông trăng món nguyên này và để cho nằm ấy mê nó miền đại con cháu đọc về con cháu tháng này dừng 3 tháng mấy chỗ nằm ấy miền bon nơi ấy còn đây nó trăng bây giờ bàn với như này vậy xong rồi và dừng ra nửa tháng mấy chỉ trôi năm ấy còn cháu đôi tờ sọc tờ thức bon từ tiên đấy và nó cắt vô là còn nơi là ngày nó cả tu đó việc là dừng ảnh về trọng và đây năng nó sầm đây sầm đau miền trà nát chẳng dừng vô phần đằng tới hai sẽ đây tivi nơi lại ná cái đây tivi nó tròn trúng dưới miền ấy miền bạc đôn đào đại giữa chặt năng ai chặt dương bạc đồn dương á bạc đồn chặt bao dương dương bên tên tới sầm khăn rồi lơi chặt năng ai nè năng ai trang vi cha trang cái sầm khăn này còn ta quay cục đại giáng cứ bắt đầu bị chặt rồi bao dương trong cái sân nào bài chặt bao dương chỉ chặt lọ chặt chia chặt miền meta chặt miền cả ná cứ quay về tôi tam nâng ná nâng cài cả lọ vi cha cả lọ sai chặt dương về thì chia vì khang không nâng màu trong cái sân bài chặt bao dương
យើងក្តៅកាហាយតែអន្តែងវាខាងក្នុងនេះសំដីមកក៏គំរោះគំរើយទៅក៏បោះបោកអីអញ្ចឹងមិនរលូនហើយកាយក៏ចងេងចងាងអីដែរអញ្ចឹងរឿងសំខាន់អាចិត្តយើងដែលយើងត្រូវអប់រំត្រូវទូមានចិត្តយើងមានការសន្តោសប្រោសប្រណីមេត្តាករណាហ្នឹងវាតិចពីខាងក្នុងនឹងមកណាយើងហើយចិត្តរបស់យើងហ្នឹងមែនទែនទៅមិនងាយទេណាអត់ងាយទេមិនងាយទាំងចង់ឲ្យវាសុខអញ្ចឹងទៅចង់ឲ្យសុបាយទៅអត់ទេចិត្តនៅក្លេងក្លងដូចទឹកលើស្លឹកឈូកអញ្ចឹងឃើញទឹកលើស្លឹកឈូកអីទឹកលើស្លឹកឈូកយ៉ាងម៉េចទៅវាអត់នៅនឹងទេតែប៉ះបន្តិចគឺវារអិលពេញទៅស្លឹកឈូកនឹងឯងអញ្ចឹងចិត្តរបស់យើងឲ្យដូចគ្នាមកផ្លេតហ្នឹងហើយសុបាយទៅមានអីទៅចិត្តអីបន្តិចទៅចាំមួយថ្ងៃសុខនឹងទុកសុបាយផងអាទុកផងអន់ចិត្តផងណាខ្នេកខ្នក់អីផងវាគ្រប់បែបយ៉ាងក្នុងចិត្តរបស់យើងយើងមិនមែនថាមួយថ្ងៃពេញមួយថ្ងៃនឹងចិត្តយើងសុបាយរីករាយគ្រប់ពេលទេអត់ទេមិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងសំខាន់គឺយើងរក្សាចិត្តមើលថែចិត្តយើងឲ្យល្អយើងរងថ្ងៃថែតែកាយដោយច្រើនណាកាយថែណាថែណីប៉ុន្តែពេលខ្លះចិត្តយើងអត់សូវបានថែប្រហែលទេយើងថែមិនទៅថែចិត្តយើងឲ្យល្អនោះមើលថែចិត្តរបស់យើងឲ្យល្អគឺត្រង់ដែលយើងព្យាយាមរក្សាចិត្តរបស់យើងកុំឲ្យគេថាកាត់ទុកពេកកុំឲ្យចិត្តយើងនឹងវាចេះតែទើសពេកអញ្ចឹងណាយើងពេលខ្លះនៅសុកមិនដើរទើសនោះទើសនេះឃើញគេអីមិនស្រួលអីទៅកាត់ទុកខ្លួនឯងនឹងក៏មានទៅឃើញគេស្អាតជាងឃើញគេល្អប្រសើរជាងទៅវាចំណែនអីអញ្ចឹងទៅរឿងចំណែនរឿងអីនោះវាជាអកុសលក្នុងសដានចិត្តរបស់ណាគេរបស់យើងខ្លួនឯងហ្នឹងណាកាត់ទុកតែខ្លួនឯងហ្នឹងអញ្ចឹងណាអញ្ចឹងយើងប្រមូលអាធិធល្អសេចក្តីល្អអ្នកអតីរីករាយនឹងអ្នកអតីណាពេញចិត្តនឹងអ្នកអតីពេញចិត្តនឹងខ្លួនឯងអាហ្នឹងវាជាការប្រមូលនៅធម៌ពលឲ្យផ្លូវចិត្តរបស់យើងហើយចិត្តរបស់យើងមានលំនឹងហើយមួយទៀតគឺមានគេហៅថាខន្តីធัวណាចេះអត់ទ្រាំកុំឲ្យរឿងរ៉ាវអីបន្តិចបន្តួចទៅឆេវឆាវមួម៉ៅក្តៅកាហាយអន់សម្ព័ន្ធចិត្តអន្តិចអន្ទួចគេមិនសូវឲ្យតម្លៃគេមើលងាយអីយ៉ាងណាតាមពិតអារឿងគេមិនឲ្យតម្លៃគេមើលងាយឬក៏គេមិនពេញចិត្តមេស្ដីអីថាបន្តិចបន្តួចអាហ្នឹងធ្វើម៉េចគេស្ដីថាវាខ្លះវាត្រូវស្ដីត្រូវថាអញ្ចឹងអត់ទ្រាំទៅតស៊ូពុះពីអីទៅណាកុំឲ្យពាក្យគេមួយម៉ាត់តូចប៉ិនកូនដៃយើងគិតថាប៉ិនភ្នំពេលខ្លះរឿងតិចទេហ្នឹងពេលខ្លះមេគាត់ថាអីតិចបន្តួចប៉ុន្តែថាដោយទឹកចិត្តថាចង់ឲ្យកែចង់ឲ្យប្រឹងប្រែងអីប៉ុន្តែយើងគិតថាមេនោះមិនឲ្យតម្លៃណានៃមេនឹងខឹងអីណានៃអញ្ចឹងអារឿងរ៉ាវតូចគាត់គិតថាវាធំណាធំណីអាហ្នឹងវាធ្វើបាបចិត្តខ្លួនឯងទៅវិញឯណាហ្នឹងហើយដូចយើងរៀនសូត្រអីអញ្ចឹងទៅគ្រូស្ដីថាយើងគិតថាគ្រូនឹងចង់ឲ្យយើងចេះតែដល់ពេលយើងគិតថាចង់ឲ្យយើងចេះឬថាម៉ែស្ដីថាអីចង់ឲ្យយើងល្អយើងគិតថាត្រឹមតែថាចង់ឲ្យជីវិតយើងល្អប៉ុណ្ណឹងអាចិត្តរបស់យើងនោះវារសាយទៅណាវាអត់ទៅមានការចង់គំនុំគុំគួនអីទេចិត្តវាធូរទៅណាអាហ្នឹងគេហៅថាគុណភាពនៃចិត្តរបស់យើងតាមតើអស់នេះហ្នឹងហើយចុងក្រោយគឺសេរីសុខស្ដីនៅត្រង់ជើងដៅដល់ឯងជើងដៅដល់កាយរបស់យើងណាកាយយើងកាយល្អកាយសុចរិតណាកាយនឹងអត់ទៅបៀតបៀនអ្នកអតីអត់ទៅប៉ះពាល់អ្នកអតីអត់ទៅហិង្សាអ្នកអតីកាយរបស់យើងនឹងថែកាយឲ្យល្អកាយរបស់យើងមិនទៅបៀតបៀនប៉ះពាល់អ្នកអតីរឿងល្អប្រពៃហើយប៉ុន្តែរឿងមួយទៀតថែកាយគឺថែសុខភាពរបស់យើងរឿងថ្ងៃពេលខ្លះអត់ចេះថែសុខភាពខ្លួនឯងទេហើយពេលខ្លះដឹងថាសុខភាពផ្លូវកាយសំខាន់ប៉ុន្តែនៅតែល្មើសជាពិសេសគ្រឿងសង្វឹងគ្រឿងអីហ្នឹងម៉ាយើងអាពេលជួបជុំនេះដឹងហើយមកកេះពីរកេះហើយចាំមើលហ្នឹងមុខនេះកិច្ចផុតណែជួបជុំគ្នាអីណាមុនមកចូលកែវកន្លះកែវហ្នឹងយូរកន្លះកេះមេថ្នមហ៎ធាននៅមុខឯងទឹកសាបខ្លះអីទៅបានអញ្ចឹងប្រយ័ត្នប្រយែងហើយជាពិសេសថែសុខភាពកាយឲ្យបានល្អធ្វើដំណើរធ្វើអីចូលឆ្នាំចូលអីណាអាត្មាចាប់អារម្មណ៍ភ័យព្រួយចប់ចូលឆ្នាំឡើងអានេះគិតថាដូចថាពាក្យនោះមិនចង់និយាយបើតែចង់និយាយជាការដាក់រំលឹកស្មារតីយើងញាតិញោមទាំងអស់គ្នាហើយនឹងការផ្សាយផ្ទាល់ទូទៅដល់ជាបរិបទខ្មែរយើងគឺថាសំខាន់សុវត្ថិភាពណាសុវត្ថិភាពផ្ទាល់ខ្លួនសុខកាយយើងថែរក្សាជីវិតរបស់យើងឲ្យបានល្អធ្វើដំណើរទៅទីចិត្តទីឆ្ងាយ
យើងត្រូវមុនធ្វើអីក៏ត្រូវថាគិតគូរដល់ខ្លួនឯងគ្រួសារពុកម្ដាយអីចឹងទៅកុំឲ្យសប្បាយក៏សប្បាយណាននៃជួបជុំគ្នាកាលនៅដំបងភ្លាមហ្នឹងអត់ទេសប្បាយរីករាយក្អាកក្អាយទៅដល់ពេលអានឹងចូលទៅដូចបីសាចូលដល់ពេលបីសាចូលទៅអាចទៅឆ្លោះទៅទាស់ទៅតេងអ្នកខ្លះទៅរហូតដល់ហិង្សាអីបៀតបៀនគ្នាកាប់ចាក់គ្នាហ្នឹងក៏មានហើយព្រួយបារម្ភគឺរឿងសុវត្ថិភាពធ្វើដំណើរទេណាចឹងញាតិញោមថ្ងៃនេះថាមកទទួលពរជ័យពីព្រះសង្ឃកុំគិតថាវាស័ក្តិសិទ្ធិចុំរិគុណហាក់សង្ហៃឲ្យពួកអញស័ក្តិសិទ្ធិជិះម៉ូតូបើកអា120គ្មានរស់ទេណាឡានអីណានៃកុំចិត្តចន់គេយ៉ាត់ប្រយ៉ែងសុវត្ថិភាពណាអស់នេះនឹងថែសាយបានយើងថែសាខ្លួនឯងឲ្យសេរីខ្លួនឯងគឺទេវតាក៏ឲ្យពួកឲ្យជ័យដែរនៅពេលខ្លះថាហើយទេវតាបនទេវតាឲ្យពួកឲ្យជ័យមានទេវតាថែសាតែទេវតាថាជាប់បើកលឿនពេកហោះអត់ទាន់ណាទេវបើតូនលឿនពេកទេវតាហោះអត់ទាន់ទៅជួយអត់ទាន់នឹងចង់និយាយអញ្ចឹងវាគ្មានពីណាជួយខ្លួនឯងជួយណាខ្លួនឯងក្រាបពីខ្លួនយើងទេណាទេវតាណាជួយមិនទាន់ដែរទោះចង់ជួយយើងជួយមិនទាន់បើឡានលឿនពេកម៉ូតូលឿនពេកអញ្ចឹងសំខាន់គឺខ្លួនឯងនឹងឯងអនុព្រះបង្គំខ្ញុំបករណាសូមលំអរកាយនមស្ការទិដៅចំពោះព្រះរហន្តមុនីសម្មាសម្ពុទ្ធប្រមន់លើដោយព្រះធម៌និងព្រះរិយសង្ឃដោយសេចក្តីគោរពសេចក្តីជ្រះថ្លាសូមនមស្ការចំពោះធេរានុធេរៈគ្រប់ព្រះអង្គមានព្រះគ្រូចតិកាវត្តណាវត្តអីវត្តថ្មីណាវត្តកែវមณีបារមីណាហើយសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីណាគ្រប់គ្នាទាំងអស់នៅខាងភូមិគ្រោះហ្នឹងញាតិញោមណាភូមិគ្រោះឃុំអីឃុំដងស្រុកសាបឡាំងខេត្តកំពង់ធំហ្នឹងហើយខ្ញុំកណ្ដាអាត្មាភាពថ្ងៃនេះក៏បានឱកាសដើម្បីជួបញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហើយចម្រើនពរបានជ្រាបថាមែនទែនទៅអាត្មាភាពហ្នឹងក៏ជាអ្នកមានស្រុកកំណើតកើតជានៅខាងម្ដុំហ្នឹងដែរញាតិញោមណាខាងនោះខាងលើនៅទៅទៀតញាតិញោមខាងគជាសក្រៀមហ្នឹងហើយមិនសូវបានមកស្រុកស្រែយើងអីទីប្រហែលទេអាត្មាមកទៅពេលកឋិនទៅឆ្លងកាត់តាមហ្នឹងឯងហើយមិញហ្នឹងក៏វែងផ្លូវហួសទៅបន្តិចក៏គុណចាស់ប្រាប់ថាផ្លូវមកកបៅផ្លូវមកកបៅនេះច្បាស់ដល់ពេលថាច្បក់បញ្ញាអីហ្នឹងចាវាអត់សូវច្បាស់ដែរណាហើយវត្តហ្នឹងថ្មីទៀតអញ្ចឹងទៅរៀងយឺតយ៉ាវបន្តិចហ្នឹងហើយសូមអធិស្ឋានគុណចាស់ឲ្យញាតិញោមប្រុសស្រីផងដែរអាត្មាមកតាំងពីម៉ោង11ថ្ងៃហើយឆ្ងាយញោមពីបាត់ដំបងមកស្រុកយើងនេះមិនចិត្តទេញោមហ្នឹងហើយចុះនេះចុះនោះអីផងថាតែធัวម៉ោង3ឥឡូវនេះម៉ោង5ហើយហ្នឹងហើយត្រូវត្រឡប់ទៅវិញអញ្ចឹងការដែលសម្ដេចបធัวជួបញាតិញោមថ្ងៃនេះមិនបានយូរប្រហែលទេណាញាតិញោមប្រាប់ឲ្យហើយព្រោះត្រូវត្រឡប់ទៅវិញពាក់កណ្ដាលយប់អីនោះបានដល់យ៉ាងណាក្តីគឺត្រេកអរសប្បាយចិត្តរីករាយបានជួបញាតិញោមជាពិសេសអ្នកស្រុកអ្នកភូមិយើងអ្នកកំពង់ធំហើយក៏មានញាតិញោមអីពីខេត្តផ្សេងខ្លះដែរញោមយ៉ាងខេត្តណាអូខាងគុណចាស់ខាងកំពង់ចាមខាងណាព្រែកលៀបណាច្រើនគ្នាអាត្មាចម្រើនពរតកតងទៅនឹងពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធបងត្រង់ប្រកាសសម្ដែងតកតងទៅនឹងធម៌វិមត្តទេញាតិញោមធម៌ដែលនាំឲ្យយើងបានសុខបានចម្រើននិងមានការស្រស់ស្រួលគ្នាញាតិញោមចង់បានសេចក្តីសុខទេញាតិញោមចង់បានរីកចម្រើនទេហ្នឹងហើយយើងចង់បានរីកចម្រើនគ្រួសារក៏ធំថ្កើងស្រុកភូមិយើងក៏មានបានហើយបើធ្វើវត្តធ្វើវាក៏ឲ្យបានរីកចម្រើនអញ្ចឹងណាញោមណាហ្នឹងហើយដោយវត្តថ្មីយើងនេះក៏ត្រូវការញាតិញោមពុទ្ធបរិស័ទបន្តទៅទៀតមើលទៅគឺថ្មីថ្មោងទេមិនទាន់មានអីធំដុំណាចាណាមានបាន
ស្កត់អីនៅហើយនៅឯណាមានមានកត់ពីរជាន់ទេអាត្មាអត់ទាន់មានកត់ផងលោកមានអាត្មាកូនកត់មួយនៅតែជាមួយខ្មោចទៅរាល់ថ្ងៃនេះហ្នឹងហើយកូនចាស់មានកត់មានតិចទៀតបានអីនោះខាងនោះសាលាឆាន់អីណាសាលាឆាន់សិតតលុយញោមសិតតលុយណាមានតិចទេញាតិញោមហ្នឹងហើយដល់ពេលបោកអីទៅឃើញរាប់ម៉ឺនដុល្លារហើយដល់ពេលមើលញាតិញោមសិតតែអ្នកស្រែអ្នកចំការអ្នកស្រុកអ្នកភូមិប៉ុន្តែហេតុអីក៏បានម៉ឺនដុល្លារដែរញោមណាហ្នឹងការរួបរวมគ្នាហ្នឹងសាមគ្គីគ្នាណាចឹងអ្វីដែលអាត្មាចង់ម្ដែងថ្ងៃនេះគឺមួយម៉ាត់ទេពាក្យហ្នឹងគឺសាមគ្គីហ្នឹងហើយណាញាតិញោមណាធัวសាមគ្គីនេះយើងនិយាយសាមញ្ញធម្មតាចេះស្រួលស្ដាប់ទេណាញោមសាមគ្គីហ្នឹងប៉ុន្តែមែនទេទៅឲ្យមនុស្សយើងសាមគ្គីគ្នាហ្នឹងកម្រណាងាយទេហើយជាពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសុខាសង្ឃៈសសាមគ្គីណាការព្រមព្រៀងគ្នានៃក្រុមនៃពួកនាំមកនៅសេចក្តីសុខនេះញាតិញោមជាពុទ្ធដីកាណាជាព្រះតម្រាស់របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងណាឲ្យយើងទាំងអស់គ្នានឹងមានធម៌សាមគ្គីនោះស្អីទៅញាតិញោមគឺការដែលយើងរួបរวมគ្នានឹងហើយណាញាតិញោមដូចញាតិញោមខំអញ្ជើញមកនេះពីស្រុកពីភូមិទីចិត្តទីឆ្ងាយហើយនឹងមករួបរวมគ្នាដោយទាំងអាត្មាមកដែរហ្នឹងគឺយើងសាមគ្គីគ្នាហើយណាញាតិញោមណាព្រមព្រៀងគ្នាហើយណាសុខាសង្ឃៈសសាមគ្គីក្រុមពួកសង្ឃជីមូលមីរួមគ្នាមិនមានបែកបាក់ចាក់រុកទួខ្ទានេះហើយគឺជាជំរំសុខសាន្តណាញាតិញោមណាអត់មានទៅចាក់រុកគ្នាអីទេគឺថាព្រមព្រៀងគ្នារួបរวมគ្នាគឺថាជាជំរំសុខសាន្តហើយយើងចង់ឆ្លោះគ្នាទេញាតិញោមចង់មើលមុខគ្នាមិនត្រូវទេអត់ទេមិនចឹងណាញោមណាជាគ្រួសារខ្មែរគឺថាត្រូវតែរួមរស់ដោយធម៌ណារួមរស់ដោយធម៌ហ្នឹងគឺល្អប្រពៃពាក្យខ្មែរថាចកាសមួយគឺគេកាច់បាក់ណាញោមណាបើចកាសមួយបាច់គេកាច់បាក់អត់ញោមអត់បាក់ទេអញ្ចឹងគឺថាយើងត្រូវតែរួបរวมគ្នានឹងធម៌សាមគ្គីល្អប្រពៃហ្នឹងហើយជាពិសេសការរីកចម្រើនជាគ្រួសារក្តីណាជាស្រុកជាភូមិអីក្តីជាវត្តជាអារាមអីក្តីគឺថាទាល់តែមានធម៌ហ្នឹងញាតិញោមណាបើអត់មានធម៌សាមគ្គីហ្នឹងទេគឺបែកបាក់គ្នាហើយតែបែកបាក់គ្នាហ្នឹងរីកចម្រើនទៅទេញាតិញោមរីកចម្រើនទេឆ្លោះគ្នារីកចម្រើនទេហ្នឹងហើយចាំបើត្រូវរីកចម្រើនទេរីកចម្រើនឃើញទេគឺជាតម្លៃនៃពធហ្នឹងណាធម៌សាមគ្គីហ្នឹងល្អប្រពៃណាព្រះសង្ឃក៏ត្រូវជាមួយអាចារ្យគណៈកម្មការណាគណៈកម្មការក៏ត្រូវជាមួយព្រះសង្ឃហើយពុទ្ធបរិស័ទទូទៅក៏ត្រូវគ្នាអានឹងរីកចម្រើនហើយណាញាតិញោមហើយតែមិនត្រូវគ្នាហ្នឹងគឺរកភ្លឺណាឃើញទេមិនអាចទៅរីកចម្រើនទៅបានទេសាលាឆាន់ហ្នឹងក៏ងាយនឹងរួចទៅដែរណាញោមវត្តក៏មិនដឹងថានឹងចេញទៅជាត្រង់ទ្រាអីល្អប្រពៃអីហ្នឹងក៏ទៅមិនរួចដែរហ្នឹងគឺថាពធនេះសំខាន់ណាស់ញាតិញោមដែលយើងត្រូវអប់រំគ្នាណាយើងរស់នៅលើទឹកដីហ្នឹងគឺថាត្រូវតែមានធម៌ហ្នឹងហើយបើអត់ធម៌ទេគឺណាมันមាននៅសេចក្តីសុខសេចក្តីចម្រើនអីទៅទេហើយដើម្បីរក្សានៅធម៌សាមគ្គីនេះបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងយើងត្រូវមានធម៌6ថែមទៀតណាញាតិញោមអាចចេះចាំទាំងអស់គ្នាក៏ល្អណាដើម្បីយើងមានធម៌សាមគ្គីហ្នឹងណាត្រូវមានធម៌6ណាទ្រធម៌សាមគ្គីហ្នឹងធម៌ទី1គេហៅថាមេត្តាកាយកម្មណាញាតិញោមមេត្តាកាយកម្មបើន័យថាធ្វើអំពើល្អតាមកាយហ្នឹងប្រកបដោយមេត្តាណាទី1ណាញោមណាធ្វើអំពើតាមផ្លូវកាយប្រកបដោយមេត្តាទី2មេត្តាវចីកម្មណាពាក្យសម្ដីរបស់យើងប្រកបដោយមេត្តាហើយទី3គឺមេត្តាមនោកម្មចិត្តគំនិតរបស់យើងក៏ប្រកបទៅដោយមេត្តាទី4គឺ
ថាសាធារណៈភោគីបានន័យថាចេះចែករំលែកគ្នាណាញោមណាហើយទី5គឺសីលៈសាមញ្ញតាជាបុគ្គលមានសិលដូចគ្នាហើយទី6គឺទិដ្ឋិសាមញ្ញតាជាបុគ្គលដែលមានគំនិតដូចគ្នាទិដ្ឋិដូចគ្នាតែតើតែមានធัว6យ៉ាងហ្នឹងទៀតទើបអាចមានធัวសាមគ្គីទៅបានណាមិនសាមគ្គីស៊ីងកាមទេណាសាមគ្គីស៊ីងកាមហ្នឹងមិនទេណាគឺថាតើយើងណាព្រមព្រៀងគ្នាធ្វើល្អដល់គ្នាណាញាតិញោមណាដោយទី1ហ្នឹងគឺថាយើងត្រូវមានមេត្តាកាយកម្មអ្វីទៅជាមេត្តាកាយកម្មហ្នឹងបានន័យថាអំពើល្អដែលយើងធ្វើតាមផ្លូវកាយហ្នឹងប្រកបដោយមេត្តាកាយហ្នឹងយ៉ាងម៉េចញោមកាយយើងណាកាយយើងគឺអវយវៈដៃជើងយើងហ្នឹងណាដៃជើងយើងកាយយើងដែលយើងមិនទៅបៀតបៀនអ្នកដទៃណាញោមមានមេត្តាណាមេត្តាគឺដោយសេចក្តីស្រឡាញ់ដោយការរាប់អានគ្នាណាញោមមេត្តានោះអស្ចារ្យក្រៃលែងញាតិញោមមនុស្សយើងបើមានមេត្តាអត់ឆ្លោះគ្នាទេដែលឆ្លោះគ្នាដែលមើលមុខគ្នាមិនត្រូវណាដែលបែកបាក់គ្នាហ្នឹងគឺដោយសារខ្វះធម៌មេត្តាហ្នឹងហើយញាតិញោមណាញាតិញោមចង់បានធម៌មេត្តាឬក៏ចង់បែកបាក់គ្នាញោមណាចង់បានមេត្តាណាញោមណាហ្នឹងហើយញញឹមញញែមរិចរាយរាក់ទាក់អីចឹងទៅហើយមែនតើទៅញាតិញោមពុទ្ធសាសន៍ខ្មែរយើងនេះគឺជាពុទ្ធសាសន៍ដែលល្អពពែញាតិញោមគឺថាមិនចេះទៅឆ្លោះគ្នាអីណាណីទេមែនតើទៅប៉ុន្តែដោយសារយើងចេះតែមានបញ្ហានេះបញ្ហានោះអីអញ្ចឹងទៅប៉ុន្តែយ៉ាងណាក្តីរាល់ថ្ងៃនេះប្រជាជនខ្មែរយើងក៏បានទទួលការឲ្យតម្លៃណាពីអន្តរជាតិអីរហូតណាគេទទួលស្គាល់ថាប្រជាជនខ្មែរយើងនឹងគឺសម្បូរទៅដោយមេត្តាធម៌ច្រើនណាជាប្រទេសដែលទទួលចំណាត់ថ្នាក់ខាងគេហៅថារស់រាយរាក់ទាក់ជាងគេបំផុតណាញាតិញោមរស់រាយរាក់ទាក់ញញឹមញញែមជាងគេបំផុតណានៅក្នុងពិភពលោកនេះណាញាតិញោមហើយថាញាតិញោមផងដែរទាំងអស់គ្នានឹងហើយណាដែលបានធ្វើឲ្យយើងទទួលបានចំណាត់ថ្នាក់ល្អក្នុងពិភពលោកនឹងអញ្ចឹងគឺជារឿងល្អសម្រាប់ជាតិសាសន៍របស់យើងដោយសារយើងមានធម៌ទាំងអស់គ្នាណាមានធម៌មេត្តាហ្នឹងមេត្តាកាយកម្មធ្វើអំពើល្អដល់គ្នាតាមផ្លូវកាយយើងនេះយើងអត់មានទៅវាយបហាទាត់ធាក់អីកាន់ភៈកាន់ពុថៅកាប់បហាគ្នាអីអត់ទេណាញោមណាញោមពងស្ដាប់ធម៌នេះគ្មានទៅកាន់ភៈកាន់ពុថៅដេញកាប់គ្នាអីណាញោមណាតែបើក្មេងៗខ្លះអត់បានណារាល់ថ្ងៃនេះខ្វះធម៌មេត្តានឹងច្រើនណាញាតិញោមបាទមេត្តាកាយកម្មធ្វើអំពើល្អតាមផ្លូវកាយប្រកបដោយមេត្តាមិនសូវមានដោយសារខ្វះធម៌ហ្នឹងណារំរែកអីមិនស្រួលហ្នឹងកាប់ចាក់គ្នាហ្នឹងក៏មានដែរកូនចៅញាតិញោមហ្នឹងកូនចៅញាតិញោមឬកូនចៅឯណាដីខ្លះទេណាសង្ឃឹមថាអ្នកស្រុកអ្នកភូមិអីយើងមិនមានទេចោះណាបាទអ្នកស្រុកគេខ្លះអីហ្នឹងឃើញព័ត៌មានអីមើលមុខគ្នាបានទៅទៀតណាហ្នឹង